ban bao bo digital ហេតុអីត្រូវភ្ជាប់មួយកងធនាគារសំណួរហ្នឹងគឺសួរមកផ្ទុះបន្ទាប់ពីខុសវីដេអូទៅគឺបងចាប់អារម្មណ៍ច្រើនហើយបងសួរមកខ្ញុំនិយាយទៅគឺយើងអត់បានទទួលការឆ្លើយតបជាផ្លូវការរបស់ក្រសួងទេប៉ុន្តែខ្ញុំជាប្រជាពលរដ្ឋម្នាក់ដែលខ្ញុំបានបដូរពីបានបើកបោធម្មតាទៅជាបានបើកបោ digital ហ្នឹងគឺខ្ញុំបានធ្វើហើយណាមុននឹងខ្ញុំធ្វើហ្នឹងក៏ខ្ញុំសិក្សាដែរថា app ហ្នឹងជា app អីអញ្ចឹងបើបងអត់បាន download app ហ្នឹងណាបង download មកសិនហើយបាច់ភ្ជាប់បានបើកបោហ្នឹងទៅជាបានបើកបោ digital ទេបងគាត់ download មកសិនហើយបងមើលពីសេវាកម្មនៅក្នុង app ហ្នឹង app ហ្នឹងគឺជា app របស់ក្រសួងប្រៃសណីហើយក្រសួងប្រៃសណីនិងទូរគមនាគមន៍អញ្ចឹងបងត្រូវដឹងថាប្រៃសណីនិងទូរគមនាគមន៍ហ្នឹងតើសេវារបស់គាត់ទៅលើអីគេខ្លះមិនតាក់ទងជាមួយនឹងសេវាទូរស័ព្ទអ៊ីនធឺណិតការដឹកជញ្ជូនក្រៅស្រុកក្នុងស្រុកអីត្រូវរៀបបងអញ្ចឹងនៅក្នុងហ្នឹងវាមានទាំងអស់ឥឡូវខ្ញុំលើកតែមួយឯងតាក់ទងជាមួយនឹងការបញ្ចូលលុយតាមទូរស័ព្ទដៃអូខេណាអញ្ចឹងនៅពេលដែលបងបញ្ចូលលុយតាមទូរស័ព្ទដៃឥឡូវខ្ញុំវាយលេខខ្ញុំចូលណាលេខសាលាខ្ញុំ087 850 950ចូលទៅដើម្បីបញ្ចូលលុយអញ្ចឹងនេះខ្ញុំបញ្ចូល$1ណាខ្ញុំបញ្ចូល$1ហើយខ្ញុំចុច go ទៅអានេះខ្ញុំបានភ្ជាប់មួយកងធនាគារខ្ញុំហើយណាបងទាំងអស់គ្នាណាអញ្ចឹងនៅពេលដែលវាលោតទៅមុននឹងចូលទៅដល់ក្នុងកងធនាគាររបស់បងដែលបងភ្ជាប់ហ្នឹងគឺវាលោតលេខកូដកងធនាគារអញ្ចឹងអាលេខកូដហ្នឹងសំខាន់ណាលេខកូដហ្នឹងតើតើបងជាសម័យខ្លួនជាម្ចាស់ទូរស័ព្ទហ្នឹងជាសម័យខ្លួនទៅបងដឹងលេខកូដវាយលេខកូដចូលទៅទៅអា$1កន្លះមិញហ្នឹងវាកាត់ចេញពី AC របស់បងអាហ្នឹងវាខ្លីៗអញ្ចឹងសួរថាតើលុយអាចបានអត់នៅពេលដែលបងភ្ជាប់បានបើកបោ digital ហ្នឹងហើយចម្លើយតើតើបងឲ្យលេខកូដធនាគារហ្នឹងទៅគេអាចកាត់បានអញ្ចឹងបើលេខកូដធនាគារហ្នឹងនៅតែបងគឺច្បាស់អត់ទេហើយបានបើកបោហ្នឹងបងចាំបាច់ចូលទៅក្នុង app ហ្នឹងដើម្បីយកទេគឺបង download ដូចខ្ញុំប្រាប់មិញហ្នឹងណាតើមកបងយកមកទុកក្នុងទូរស័ព្ទដៃរបស់បងមកពេលមានបញ្ហាបងគាត់ទៅបង្ហាញគេអញ្ចឹងទៅអត់មានវិធីណា scan បានទេហើយមួយទៀតហេតុផលអីតាមខ្ញុំគិតហេតុផលដែលគេភ្ជាប់មួយកងធនាគារព្រោះថាធនាគារ strict ខ្លាំងមែនតើហ្មង strict មិនបងគឺគេត្រូវការឲ្យបងជាសម័យខ្លួនហ្នឹងទៅដល់ bank ទៅបដិមេដៃមានតាញៀនបានស៊ីនមើលមុខថាបងគឺម្ចាស់នៅក្នុងតាញៀនបាននឹងអត់ហើយស្នាមមេដៃសញ្ញាអីគឺជារបស់បងដែរអត់ត្រូវទេបងគេស្ទេខ្លាំងកន្លែងហ្នឹងណាទៅគេអនុញ្ញាតឲ្យបងបើកកងហ្នឹងអញ្ចឹងបានបើកបោដែលបងមានកាន់នៅដៃរាល់ថ្ងៃនេះគឺតើតាបងជាសម័យខ្លួនទៅប្រឡងមានស្នាមមេដៃផ្ដិតថាបងបានទៅប្រឡងមានតាញៀនបាន original ទៅប្រឡងទៅបងទទួលបានបើកបោ original ហ្នឹងមកកាន់នៅដៃអញ្ចឹងឯកសារវាដូចគ្នាជាមួយនឹង bank ទៅគេ verify ជាមួយនឹងកងធនាគារនេះតាមខ្ញុំកាត់ទេបងប្អូនទាំងអស់គ្នាតែអា page ផ្លូវការរបស់ក្រសួងទាំងពីរគឺអត់បានចេញប្រកាសអីយ៉ាងណាគាត់តែជាការទៅរបស់ខ្ញុំទេអញ្ចឹងអានេះវាការកាត់របស់ខ្ញុំអញ្ចឹងសម្រាប់បងទាំងអស់គ្នាបងគាត់ថាអូខេវា logic បងក៏ភ្ជាប់ទៅតែបើអត់ទេអូខេបងនៅតែកាន់ការរបស់បងទៅក៏អត់មានបញ្ហាដែរគ្រាន់តែថាបើសិនជាបានបើកបោ digital នឹងបងកាន់នៅនឹងដៃឧទាហរណ៍ថាអាស៊ីនរបស់បងបាត់ក៏អត់បញ្ហាដែរគឺបងយកអា digital នឹងយកមកប្រើប្រាស់បានធម្មតាអញ្ចឹងណាបងគឺអត់ចាំបាច់ទៅយកទៅបដូរបន្តសុពលភាពយកបានបើកបោដែលបាត់នឹងត្រឡប់មកវិញបងចាំបាច់ចាយលុយគឺគ្រាន់តែមាន digital នឹងជំនួសបាត់របស់បងអាស៊ីននឹងបានតែម្ដងអញ្ចឹងនេះជាមតិរបស់ខ្ញុំឲ្យបងអាច comment បន្តទៀតបានចាអរគុណ